ជំរាបសួរមិត្តអ្នកសិក្សាស្វាគមន៍មកកាន់ Channel រៀនជំនាញកុំព្យូទ័រថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបស្គាល់នៅកុំព្យូទ័រនៅការប្រើប្រាស់កុំព្យូទ័រយើងរៀនកុំព្យូទ័រយើងត្រូវចេះកុំព្យូទ័រខ្លះដែរតើកុំព្យូទ័រហ្នឹងគេហៅឈ្មោះអ្វីនៅក្នុងឧបករណ៍ដែលយើងហៅថាកុំព្យូទ័រមួយទាំងមូលហ្នឹងវាមានអីគេខ្លះអញ្ចឹងខ្ញុំមកធ្វើវីដេអូនេះដើម្បីពន្យល់បងប្អូនឬក៏មិត្តអ្នកសិក្សាដែលគាត់ទើបតែនឹងរៀនកុំព្យូទ័រដំបូងហើយអត់ស្គាល់កុំព្យូទ័របាទអូខេអញ្ចឹងយើងចូលទៅអនុវត្តស្គាល់កុំព្យូទ័រទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងនេះគឺកន្លែងលេខបាទអូខេនៅចំណុចនេះបាទគេឲ្យឈ្មោះថា computer desktop អញ្ចឹងគេហៅវាថា desktop អញ្ចឹង computer desktop នេះគឺវាមានទូនីតិដាក់តែនៅលើតុទេបាទយើងមិនអាចយកតាមខ្លួនបានទេដាក់នៅលើតុបាទនៅក្នុងការិយាល័យនៅតាមមួយកន្លែងអញ្ចឹងគេឲ្យឈ្មោះវាថា desktop បាទអូខេជាកុំព្យូទ័រដាក់លើតុឯនៅក្នុងចំណុចនេះបាទហើយនេះគេឲ្យឈ្មោះថា laptop ជាកុំព្យូទ័រដែលដាក់តាមខ្លួនបានជាកុំព្យូទ័រចល័តយើងអាចយកទៅណាក៏បានដែលឲ្យឈ្មោះថា laptop អញ្ចឹងកុំព្យូទ័រគឺវាមានពីរហ្នឹងគឺ desktop និង laptop desktop គឺជាកុំព្យូទ័រដែលនៅនឹងកន្លែងមិនអាចដាក់តាមខ្លួនបានអូខេឯពាក្យ laptop ជាកុំព្យូទ័រដែលយើងដាក់យកចល័តទៅតាមខ្លួនបានបាទវាមានរាងទូចស្ដើងងាយស្រួលយកទៅតាមខ្លួនចូលទៅបាទអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំបង្ហាញបងប្អូនអញ្ចឹងបងប្អូនត្រូវចាំកុំព្យូទ័រមានដូចជាគេហៅថា desktop ពេលយើងទៅហាងគេសួរថាតើចង់ទិញកុំព្យូទ័រ desktop ឬក៏ laptop ដូច្នេះប្រហែលជាយើងមិនដែលប្រើយើងប្រកាសជាអត់ស្គាល់ទេមិនដឹងជា desktop ជាកុំព្យូទ័រប្រភេទអ្វី laptop ជាកុំព្យូទ័របែបណាទេដូច្នេះខ្ញុំនឹងបង្ហាញបងប្អូនឲ្យស្គាល់ម្ដងទៀតថា desktop ជាកុំព្យូទ័រដាក់នៅលើតុនៅនឹងកន្លែងគេឲ្យឈ្មោះថា desktop ឯពាក្យថា laptops ជាកុំព្យូទ័រដែលយើងដាក់ចល័តតាមខ្លួនបានវាមានរាងស្ដើងអាចដាក់ទៅតាមខ្លួនបានគ្រប់ទីកន្លែងអូខេចូលទៅបំណែកនៃកុំព្យូទ័រឈ្មោះកុំព្យូទ័រទាំងមូលវាមានគ្រឿងផ្សំរបស់វាទី1គឺបងប្អូនត្រូវស្គាល់ថាម៉ៅអញ្ចឹងនេះគឺជាម៉ៅនឹងគឺវាមានតួនាទីបញ្ជាបើកកម្មវិធីបាទរឿងបញ្ជាទៅលើកម្មវិធីអ្វីមួយដោយយើងប្រើវាមានម៉ៅវាមានឆ្វេងមានស្ដាំបាទអញ្ចឹងវាមានខាងឆ្វេងហើយនឹងខាងស្ដាំអូខេបែបហ្នឹងណាអញ្ចឹងកន្លែងនេះគេហៅថា key សម្រាប់យើងពវល់កម្មវិធីអូខេនេះគេឲ្យឈ្មោះថាម៉ៅប្រែខ្មែរគេហៅថាកូនកណ្ដុរណាម៉ៅហ្នឹងអញ្ចឹងយើងនេះគេហៅថាម៉ៅបន្ទាប់មកទៀតគឺ keyboard នេះគឺជាគេឲ្យឈ្មោះថា keyboard ភាសាអង់គ្លេសហៅថា keyboard ខ្មែរប្រែថាក្តារចុចណាក្តារចុចអក្សរអញ្ចឹងនៅក្នុង keyboard ហ្នឹងគឺវាមានអក្សរសម្រាប់យើងមើលនៅក្នុងហ្នឹងបញ្ជាចុចអក្សរនៅក្នុងហ្នឹងវាមានទាំងលេខហើយនឹងអក្សរអូខេអញ្ចឹង keyboard គឺយើងមានតួនាទីសម្រាប់វាយអក្សរសម្រាប់បាទវាជាអក្សរទម្រង់ផ្សេងជាភាសាខ្មែរអង់គ្លេសទៅតាមកម្មវិធីដែលយើងបញ្ចូលអូខេចូលទៅបន្តទៀតត្រង់ចំណុចនេះគេឲ្យឈ្មោះថា monitor អញ្ចឹង monitor នេះភាសាអង់គ្លេសគេហៅថា monitor ដែលយើងហៅថាកញ្ចក់ដោយទូរទស្សន៍អញ្ចឹងណា monitor គឺយើងសម្រាប់
មើលពីកម្មវិធីនៅម៉ាស៊ីនដំណើរការហើយយើងឃើញនៅ program នៅក្នុង monitor ហ្នឹងសម្រាប់ដែលយើងត្រូវប្រើប្រាស់និងបញ្ជានៅកម្មវិធីនីមួយៗបានដោយ monitor សម្រាប់មើលពីកម្មវិធីដែលយើងប្រើប្រាស់បន្តមកទៀតគឺបងប្អូនត្រូវស្គាល់មួយទៀតគឺ CPU គេហៅថា cache នេះគឺគេ CPU យើងអាចហៅវាថា CPU ក៏បានឬក៏ cache ក៏បានអូខេសម្រាប់នៅក្នុងហ្នឹងគឺជាម៉ាស៊ីនកុំព្យូទ័រអញ្ចឹងកុំព្យូទ័របើសិនជាយើងប្រើប្រាស់វាអត់មានតែ CPU មួយក៏មិនហៅថាកុំព្យូទ័រដែរអញ្ចឹងយើងអត់ដឹងថាវិជារបៀបម៉េចទេអញ្ចឹងដែលយើងហៅថាកុំព្យូទ័រទាំងមូលហ្នឹងវាត្រូវមានដូចជាអីគេបែបនេះអាហ្នឹងចំពោះdesktop បាទអញ្ចឹងវាមានប៉ុណ្ណេះទី1គឺមានដូចជាបាទ mouse អូខេ keyboard នេះ mouse បាទនេះ keyboard ទៀត monitor អូខេនេះ monitor បន្តមកទៀតគឺ CPU ឬគេហៅថា cache បាទនេះឯងយើងអាចហៅបានពីរ CPU ក៏បាន cache ក៏បានតតែមានប៉ុណ្ណឹងហើយនឹងបានគេហៅថាកុំព្យូទ័រអញ្ចឹងវាត្រូវមានខ្សែវាដោតទៀតខ្ញុំអត់ទាន់បាននេះវាមានខ្សែបាទ SATA វាទៀតណាសម្រាប់បាទដោតមានដូចមានអីទៀតអញ្ចឹងយើងស្គាល់ប៉ុណ្ណឹងសិនទី1 mouse keyboard monitor CPU ឬក៏ cache ហើយគឺយើងស្គាល់ពីឈ្មោះកុំព្យូទ័រដែរវាមានដូចជាគេហៅថា desktop computer សម្រាប់ដាក់នៅនឹងកន្លែងហើយវាមានដូចជា laptop computer ដែលដាក់ចល័តទៅបានអញ្ចឹងមេរៀនប៉ុណ្ណេះគឺបងប្អូនអាចយល់ហើយអំពីការពេលដែលយើងទៅទិញកុំព្យូទ័រអីបងប្អូនអាចដឹងហើយបាទអាចស្គាល់ទី1 mouse បាទនេះគេហៅ mouse ទី2 keyboard បាទក្តារសម្រាប់ចុចនេះគេហៅ keyboard ទី3 monitor នេះគេហៅ monitor ទី4 CPU ឬក៏ cache បាទនេះឯងបាទហើយបន្ទាប់មកគឺ computer desktop និង laptop អូខេអញ្ចឹងមេរៀននេះគឺខ្ញុំបាទមានប៉ុណ្ណឹងសម្រាប់បងប្អូនបាទយកទៅស្វែងយល់ហើយនឹងសម្រាប់អ្នកដែលទើបតែរៀនដំបូងឬក៏បាទអ្នកដែលរៀនហើយតែគាត់អត់ស្គាល់ថាកុំព្យូទ័រអ្វីគាត់ដឹងថាកុំព្យូទ័រប៉ុន្តែគាត់អត់ស្គាល់ឈ្មោះដូច្នេះខ្ញុំសូមបញ្ជាក់ឈ្មោះម្ដងទៀតឲ្យបងប្អូនបាទស្គាល់ម្ដងទៀតនេះគេហៅឈ្មោះថាកុំព្យូទ័រ desktop គឺជាកុំព្យូទ័រដាក់នៅនឹងតុដាក់នៅលើតុនៅនឹងកន្លែងនេះគេឲ្យឈ្មោះថាកុំព្យូទ័រ laptops គេឲ្យគឺជាកុំព្យូទ័រដាក់ចល័តតាមខ្លួនបានអូខេកុំដែលហៅថាកុំព្យូទ័រតតែមានទម្រង់បែបនេះបាទដូចជា mouse អូខេសម្រាប់បញ្ជាកម្មវិធីបើកកម្មវិធី keyboard សម្រាប់វាយអក្សរបាទ monitor ជាកញ្ចក់ដែលយើងមើលនៅទាំងកម្មវិធីប្រើប្រាស់ CPU ឬក៏ cache ផ្ទុកនៅកម្មវិធីក្នុងហ្នឹងបាទយើងសម្រាប់ផ្ទុកនៅកម្មវិធីមានទាំងគ្រឿងរឹងគ្រឿងទន់នៅក្នុងហ្នឹងទាំងអស់អូខេអញ្ចឹងមានតែប៉ុណ្ណឹងហើយវីដេអូនេះគឺខ្ញុំបាទបញ្ចប់ប៉ុណ្ណឹងហើយពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe នៅ Channel ខ្ញុំផងហើយនឹងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗនិងល្អៗអរគុណច្រើនបាទជម្រាបលា